ตุអ្វីបានជាភ្ញៀវបរទេសភាគច្រើនអញ្ជើញមកទទួលសេវាកម្មធ្វើថ្មីនៅមន្ទីរព្យាបាលថ្មី SV Cambodia ចាសសូមជម្រាបសួរលោកអ៊ំលោកពូអ្នកមីងនិងបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះនាងខ្ញុំសូមមកស្រាយចម្ងល់ថាហេតុអ្វីទើបភ្ញៀវបរទេសភាគច្រើនអញ្ជើញមកទទួលសេវាកម្មធ្វើថ្មីនៅមន្ទីរព្យាបាលថ្មីខាងយើងបន្ថែមពីនេះថាតើពួកគាត់ស្គាល់មន្ទីរព្យាបាលថ្មី SV Cambodia តាមរយៈអ្វីដែរចាសជាការពិតណាស់មន្ទីរព្យាបាលថ្មី SV Cambodia គឺទទួលបានការគាំទ្រនិងជឿទុកចិត្តពីអតិថិជនទាំងក្នុងស្រុកហើយនិងក្រៅស្រុកហើយនៅក្នុងនោះផងដែរគឺយើងមានលក្ខណៈពិសេស4យ៉ាងធំៗដែលផ្ដល់ទំនុកចិត្តទៅកាន់អតិថិជនដែលចំណុចទី1នោះគឺតុនមនិតនៅមន្ទីរព្យាបាលថ្មី SV Cambodia មានវិជ្ជាជីវៈចំណេះដឹងច្បាស់លាស់និងបានបញ្ចប់ការសិក្សាទាំងក្នុងស្រុកហើយនិងក្រៅស្រុកជាស្ដែងនៅទីនេះគឺមានលោកតុនមនិតឋានវិធីដែលលោកមានជំនាញផ្នែកអញ្ចាញថ្មីនិងដាំបង្គោល implant ដែលមានបទពិសោធន៍ជាង15ឆ្នាំបានបញ្ចប់ការសិក្សាមកពីប្រទេសអាល្លឺម៉ង់និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសន្លាក់ឆ្អឹងធ្គាមពីប្រទេសអ៊ីតាលីចំណុចទី2នៅទីនេះគឺយើងមានលោកតុនមនិតឋានវិធីដែលមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អដែលអាចប្រស័យទាក់ទងនិងពន្យល់អតិថិជនជាពិសេសគឺភ្ញៀវបរទេសឲ្យបានយល់ស៊ីជម្រៅពាក់ព័ន្ធទៅនឹងដំណើរការនៃការធ្វើថ្មីដូច្នេះបន្ទាប់ពីពន្យល់រួចគឺពួកគាត់កាន់តែមានទំនុកចិត្តនិងសម្រេចចិត្តនៅក្នុងការធ្វើចំពោះលក្ខណៈពិសេសទី3គឺនៅមន្ទីរព្យាបាលថ្មី SV Cambodia គឺមានតម្លៃសមរម្យហើយលក្ខណៈពិសេសទី4គឺនៅមន្ទីរព្យាបាលថ្មីខាងយើងគឺបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនទំនើបដូចជាបណ្ដាប្រទេសជឿនលឿនផងដែរដូច្នេះហើយទៅភ្ញៀវបរទេសភាគច្រើនដែលអញ្ជើញមកគឺកាន់តែមានទំនុកចិត្តខ្ពស់នៅក្នុងការទទួលសេវាកម្មនៅទីនេះបន្ថែមពីនេះដោយសារគុណភាពនិងទំនុកចិត្តការពន្យល់ផ្ដល់យោបល់ពីតុនមនិតច្បាស់លាស់ទៅបន្ទាប់ពីទទួលសេវាកម្មរួចពួកគាត់តែងតែធ្វើការណែនាំឲ្យភ្ញៀវបរទេសផ្សេងៗទៀតអញ្ជើញមកទទួលសេវាកម្មនៅទីនេះផងដែរដូច្នេះសម្រាប់លោកអ៊ំលោកពូអ្នកមីងដែលកំពុងតែមានបញ្ហាសុខភាពមាត់ធ្មេញឬមានបញ្ហាក្លិនមាត់មិនល្អគួរតែមានការប្រឹក្សាយោបល់ជាមួយនឹងតុនមនិតដែលមានជំនាញដោយដុកទ័រឋានវិធីពីព្រោះលោកអាចធ្វើការពន្យល់ប្រាប់ពីបញ្ហានិងផ្ដល់ដំណោះស្រាយដើម្បីធ្វើការព្យាបាលបញ្ហាសុខភាពមាត់ធ្មេញឲ្យបានល្អប្រសើរ